បដិសេធគ្រប់ចំណុចប៉ុន្តែសំណួរនៅតែមានច្រើនករណីពាក្យបណ្ដឹងពាក់ព័ន្ធលោកកេតម៉ៅអភិបាលស្រុកត្រាំកក់និងអភិបាលរងរួមជាមួយបកពួកគួរតែមានការស៊ើបអង្កេតឯករាជ្យការចេញសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកត្រាំកក់ចំពោះពាក្យបណ្ដឹងជាច្រើនចំណុចដែលពាក់ព័ន្ធលោកកេតម៉ៅបច្ចុប្បន្នជាអភិបាលស្រុកត្រាំកក់និងជាអតីតអភិបាលស្រុកសំរោងនិងមន្ត្រីដែលពាក់ព័ន្ធបានបង្ហាញការបដិសេធទាំងស្រុងលើការចោទប្រកាន់ទាំង4ចំណុចទោះបីជាយ៉ាងណាសម្រាប់សាធារណជននិងអ្នកតាមដានបញ្ហាអភិបាលកិច្ចគ្រាន់តែជាការបដិសេធមួយជ្រុងតែប៉ុណ្ណោះមិនទាន់គ្រប់គ្រាន់សម្រាប់ការដែលបំបត្តិការសង្ស័យនៅឡើយទេយោងតាមការបំភ្លឺរបស់រដ្ឋបាលស្រុកត្រាំកក់ចុះថ្ងៃទី20ខែមករាឆ្នាំ2026នៅត្រង់ចំណុចទី1ករណីការកាយដីនិងការសង្ស័យលុបនៅអូផ្លូវទឹកសាធារណៈរដ្ឋបាលស្រុកធ្វើការអះអាងថាការដែលចាត់មន្ត្រីចុះពិនិត្យបញ្ឈប់សកម្មភាពនិងការសម្របសម្រួលរួចរាល់ហើយក៏ប៉ុន្តែសំណួរសំខាន់នៅតែមានថាតើការកំណត់ព្រំដែនរវាងដីកម្មសិទ្ធិឯកជននិងផ្លូវទឹកសាធារណៈត្រូវបានវាស់វែងនិងបញ្ជាក់ដោយអាជ្ញាធរជំនាញឯករាជ្យដែរឬទេហើយតើហេតុអ្វីជំនួសនេះនៅតែអូសបន្លាយរហូតដល់បច្ចុប្បន្នចំណុចទី2ករណីសង្ស័យខ្លែងស្នាមមេដៃនិងការទន្ទ្រានដីបឹងខ្ពង់ត្របែករដ្ឋបាលស្រុកបដិសេធដោយយកហេតុថាការបដិសេធនិងការផ្លាស់ប្ដូរនៅភារកិច្ចមន្ត្រីទោះបីជាយ៉ាងណាបញ្ហាសំខាន់មិនត្រឹមតែកើតមុនឬក្រោយការបំពេញភារកិច្ចនោះទេក៏ប៉ុន្តែជាបញ្ហាថាតើមានការខ្លែងបន្លំឬក៏ការដែលទន្ទ្រានដីសាធារណៈពិតប្រាកដដែរឬទេប្រសិនបើមានតើគួរមានការស៊ើបអង្កេតតាមផ្លូវច្បាប់ដោយមិនគួរចាប់ត្រឹមសេចក្តីបដិសេធផ្ទៃក្នុងនៅក្នុងចំណុចទី3និងទី4ពាក់ព័ន្ធទៅនឹងការទន្ទ្រានដីបឹងនិងការសង្ស័យខ្លែងនៅបញ្ជីវត្តមានបើទោះបីជារដ្ឋបាលស្រុកធ្វើការអះអាងថាវាជារឿងមិនពិតនិងមានទៅនឹងឯកសារបញ្ជាក់ក៏ដោយក៏ប៉ុន្តែការដែលចោទប្រកាន់ទាំងនេះមានលក្ខណៈធ្ងន់ធ្ងរពាក់ព័ន្ធទៅនឹងអំពើពុករលួយនិងការដែលបំពានលើទ្រព្យសម្បត្តិសាធារណៈប្រសិនបើគ្មានការស៊ើបអង្កេតឯករាជ្យពីអង្គភាពត្រួតពិនិត្យជាតិឬអគ្គធិការដ្ឋានការបដិសេធដោយខ្លួនឯងមិនអាចគ្រប់គ្រាន់ក្នុងការបង្កើននៅទំនុកចិត្តសាធារណៈឡើយអ្វីដែលសង្គមកំពុងតែសួរមិនថាអ្នកណាត្រូវឬក៏អ្នកណាខុសនោះទេតែជាសំណួរសួរថាតើប្រព័ន្ធត្រួតពិនិត្យនិងគណនេយ្យភាពនៅថ្នាក់មូលដ្ឋានមានប្រសិទ្ធភាពដល់កម្រិតណាហើយថាតើអាជ្ញាធរមូលដ្ឋានមានភាពបើកចំហនិងត្រៀមខ្លួនទទួលការស៊ើបអង្កេតឯករាជ្យដើម្បីបញ្ជាក់នៅសេចក្តីពិតដែរឬទេការបដិសេធគ្រប់ចំណុចអាចជាការការពារខ្លួនតាមបែបរដ្ឋបាលក៏ប៉ុន្តែមិនអាចជំនួសការស៊ើបអង្កេតតាមផ្លូវច្បាប់បានឡើយនៅក្នុងបរិបទដែលសង្គមកម្ពុជាកំពុងទាមទារអភិបាលកិច្ចល្អនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយករណីស្រុកត្រាំកក់គួរត្រូវយកជាឱកាសមួយដើម្បីបង្ហាញនៅភាពថ្លៃថ្នូរតម្លាភាពនិងការទទួលខុសត្រូវរបស់អាជ្ញាធរជាចុងក្រោយសាធារណជននិងអ្នកសារព័ត៌មានមិនគួរឈប់ត្រឹមការទទួលព័ត៌មានបដិសេធនោះទេប៉ុន្តែគួរបន្តតាមដានសួរសំណួរនិងទាមទារឲ្យមានការត្រួតពិនិត្យនៅឯករាជ្យដើម្បីឲ្យសេចក្តីពិតបានបង្ហាញច្បាស់និងការដែលគ្រប់គ្រងមូលដ្ឋានឲ្យកាន់តែមានទំនុកចិត្តពីប្រជាពលរដ្ឋ